សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅក្នុងពេលវេលានេះខ្ញុំបាទជាតំណាងឲ្យក្រុមកូនខ្មែរសម័យបុរាណហើយនឹងเพจផ្លូវការរបស់ខ្ញុំបាទរតនាឆេងរតនាបាទឥឡូវចោះយកទស្សនភាពនៅលើថាមានស្រែប្រមាណកន្លែងនោះមានចាញ់ឲ្យវាទុំហើយស្រូវតែមើលស្រូវនោះក៏បំណងគឺទៅទិញត្មងនេះអត់មានអីជិះមកទេគឺដើររហូតគឺខ្ញុំដើរសួរថាផ្លូវល្អទេអត់ល្អទេណាពុកម៉ែបងប្អូនណាមើលណាពិបាកមែនតែនហើយស្រែឆ្ងាយដែរណាហើយដើរកាត់តាមស្រែអត់តាមានស្រូវបងប្អូនណាដែលទុំមួយសោះគឺនៅខៀវល្ងិតខៀវមែនតែនបាទនៅខៀវមែនតែនឥឡូវនេះកំពុងតែចោះលើថាចោះទៅដល់កន្លែងស្រូវទុំហើយស្រូវថ្ងៃនេះឡើងថ្លៃទៀត1គីឡូ1500 1គីឡូ1500ហើយគេថាស្រូវនឹងទុំដាច់ល្អ1គីឡូ1500ហើយចាំមើលតើដល់នឹងស្រូវរបៀបម៉េច1គីឡូ1500ហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនរងចាំទាំងអស់គ្នាឥឡូវនេះវានៅប្រហែលជា 4-5 គីឡូទេបានដល់ស្រែទុំហ្នឹងឥឡូវប៉ងដើរសំហើយណាមើលឃើញសិតតែស្រូវនៅខៀវងឹតហើយតែមកថាស្រូវទុំហើយសួរផ្លូវនេះពិបាកទេស្រួលទេពិបាកណាស់ជិះឡានជិះម៉ូតូក៏អត់កើតដែរមកឥឡូវនេះប៉ងខៀវល្ងិតនេះខៀវយកមែនតើណាបាទពុកម៉ែបងប្អូនចិត្តដល់នៅទេណានៅ5គីឡូដីទៀតណោះដាច់ខ្យល់អាត្មាហ่ะហ្នឹងហើយមើលទឹកបន្លាយបឹងបួណាមានតកួនដោះណាហើយមានត្រីទៀតណាតែបន្លាយចេះក៏មានទឹកមានត្រីបាទចិត្តដល់ឆ្លងបន្លាយហើយចិត្តដល់មែនតើណាពុកម៉ែបងប្អូនអូម៉ែទឹកលិចទឹកនេះចំនួនទឹកធំហ្មងនេះទឹកខោដៃកតុយភ្នែកទៀតម៉ែអូយចប់ដល់ម៉ោងណាគេនេះចប់ខ្យងចប់ខ្ចៅអស់អត់មានត្រីទេសឹកខ្យងចឹងពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទេវីដេអូនេះបាយបាយ